បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលតាមដានទស្សនាទាំងអស់គ្នាថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតហើយគឺនិយាយអំពីពាក់ព័ន្ធទៅនឹងបញ្ហាថ្លោះហើយនឹងក្រេតណាបញ្ហាថ្លោះហើយនឹងក្រេតដែលភាសាអង់គ្លេសគេប្រើពាក្យថា sprain ណាគេប្រើពាក្យថា sprain សួរថាយើងនឹងដឹងអីខ្លះពាក់ព័ន្ធទៅនឹងវីដេអូក៏ដូចជាប្រធានបទថ្ងៃនេះនឹងដឹងថាថ្លោះហើយនឹងក្រេតហ្នឹងគឺវាកើតឡើងដោយសារអីមានអាការៈយ៉ាងដូចម្តេចខ្លះហើយដែលសំខាន់ជាងគេគឺមានវិធីជួយក៏ដូចជាសង្គ្រោះបឋមដោយខ្លួនឯងយ៉ាងដូចម្តេចខ្លះនៅផ្ទះเนาะអញ្ចឹងមុននឹងដឹងថាថ្លោះហើយនឹងក្រេតវាកើតឡើងដោយសារអីត្រូវដឹងសិនថាបញ្ហាថ្លោះហើយនឹងក្រេតនេះជាធម្មតាគឺកើតឡើងនៅតាមសន្លាក់មួយនៅតាមរាងកាយរបស់យើងអាចជាសន្លាក់កដៃសន្លាក់តាមរាមឬក៏សន្លាក់ជង្គង់សន្លាក់កជើងជាដើមអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍មួយនៅក្នុងខ្ញុំមកបង្ហាញអានេះគឺសន្លាក់ជង្គង់របស់យើងជាធម្មតាជង្គង់របស់យើងគឺវាផ្គុំដោយឆ្អឹងនេះឆ្អឹងភ្លៅហើយនេះឆ្អឹងស្មងជើងហើយនឹងឆ្អឹងទូចមួយទៀតនៅនឹងជើងនៅនឹងកពុនជើងរបស់យើងនឹងឯងអញ្ចឹងកន្លែងនេះវាជាកញ្ចុំសន្លាក់មួយវាជាសន្លាក់មួយសួរថាក្រៅពីឆ្អឹងមានអីខ្លះទៀតគឺវាមានសរសៃចំណងនេះពណ៌បៃតងនេះដែលភាសាអង់គ្លេសគេឲ្យឈ្មោះថា ligament គឺជាសរសៃដែលមានសម្រាប់ភ្ជាប់ពីឆ្អឹងមួយទៅឆ្អឹងមួយហើយវាមានតួនាទីសម្រាប់ជួយទប់សន្លាក់ជួយការពារសន្លាក់ហើយនឹងជួយធ្វើឲ្យសន្លាក់ហ្នឹងមានចលនាបានចឹងទៅអញ្ចឹងសួរថាបញ្ហាថ្លោះហើយនឹងក្រេតនេះវាកើតឡើងដោយសារអីវាកើតឡើងនៅពេលដែលមានឧបទ្ទវហេតុមួយកើតឡើងឬក៏មានគ្រោះថ្នាក់ណាមួយកើតឡើងអាចថារអិលជើងឬក៏ផ្លាត់ជើងអញ្ចឹងទៅឬក៏ផ្លាត់អ្វីមួយធ្វើអ្វីមួយអញ្ចឹងទៅធ្វើឲ្យមានបញ្ហាចលនារបស់សន្លាក់ហ្នឹងវាខ្លាំងខុសប្រក្រតីវាហួសហេតុខុសប្រក្រតីដែលបណ្ដាលឲ្យសរសៃពួកនេះវាយឺតឬក៏យាខ្លាំងពេកខ្លាំងលើសកម្រិតលើសកំណត់របស់វាឬក៏អាចធ្វើឲ្យមានរបួសឬក៏ដាច់ឬក៏រហែកពពួកសន្លាក់នឹងចឹងទៅអានេះគឺបណ្ដាលឲ្យមានបញ្ហាថ្លោះហើយនឹងក្រេតចឹងទៅអាការៈដែលកើតមានឡើងបន្ទាប់ពីមានបញ្ហាហ្នឹងអាចមានអីខ្លះខ្ញុំជឿថាបងប្អូនប្រកាសជាដឹងហើយថាអាការៈនៃការថ្លោះហើយនឹងក្រេតនេះវាមានអីខ្លះចឹងណាជាទូទៅវាមានបណ្ដាលឲ្យយើងឈឺជោគចាប់ហើយអាចនឹងមានហើមណាអាចហើមកន្លែងហ្នឹងចឹងទៅហើយពេលខ្លះអាចមានជាំដែរមានជាំឬក៏កម្រើកទៅឈឺឬក៏ពេលយើងប៉ះចឹងទៅឈឺចឹងទៅហើយមួយទៀតយើងអាចនឹងមានអារម្មណ៍ថាសន្លាក់ដែលថ្លោះហើយក្រេតហើយហ្នឹងវាអត់សូវមានលំនឹងដូចមុនទៀតទេហើយការធ្វើចលនាសន្លាក់ហ្នឹងក៏វាបានទៅជាងមុនដោយសារតែវាឈឺខ្លាំងជាងមុនចឹងទៅអញ្ចឹងអានេះគឺជាអាការៈពាក់ព័ន្ធទៅនឹងថ្លោះហើយនឹងក្រេតចឹងទៅជាទូទៅនៅពេលដែលមានបញ្ហាថ្លោះហើយនឹងក្រេតគឺដែលយើងបារម្ភនោះយើងបារម្ភផ្នែកគីឡូរបួសរបស់យើងហ្នឹងវាបណ្ដាលឲ្យមានការបាក់បែកឆ្អឹងនៅតាមសន្លាក់នីមួយៗចឹងទៅប៉ុន្តែបើសិនបើរបួសហ្នឹងវាមិនធ្ងន់ធ្ងរខ្លាំងហើយយើងមានអារម្មណ៍ថាគ្រាន់តែថ្លោះហើយក្រេតធម្មតាអាហ្នឹងគឺយើងអាចជួយឬក៏អនុវត្តនៅវិធីសង្គ្រោះបឋមទាំងបាននេះបានណាដើម្បីធ្វើម៉េចជួយបំបត្តិការឈឺចុកចាប់ក៏ដូចជាជួយព្យាបាលបញ្ហាថ្លោះក្រេតហ្នឹងឲ្យវាល្អប្រសើរឡើងជាងមុនចឹងទៅអញ្ចឹងយើងមើលតទៅទៀតពាក់ព័ន្ធទៅនឹងការសង្គ្រោះបឋមគឺគេណែនាំឲ្យចាំពាក្យមួយពាក្យថា price នេះប្រែថាតម្លៃប៉ុន្តែជាអក្សរកាត់នីមួយៗគឺអក្សរ P អក្សរ R I C ហើយនិង E ចឹងខ្ញុំនឹងបកស្រាយជូនបងប្អូនអក្សរ P គឺមកពីពាក្យថា protect គឺបានន័យថា protect បានន័យថាការពារ R បានន័យថា rest បានន័យថាសម្រាប់ I បានន័យថាប្រែថាទឹកកក compression បានន័យថាសង្កត់ឬសង្កត់បន្តិចឬក៏រុំសង្កត់វាចឹងទៅ elevate នេះប្រែថាលើកឡើងខ្ពស់បន្តិចឬក៏កង់ណាអញ្ចឹងមាន protect rest eye compression ហើយនិង elevation ឥឡូវយើងមកមើលមួយថា protect យ៉ាងម៉េច rest យ៉ាងម៉េច eye យ៉ាងម៉េចចឹងទៅទី1 protect នេះខ្ញុំប្រែថាការពារណាគឺធ្វើម៉េចយើងបង្ការកុំឲ្យកន្លែងដែលកំពុងតែមានរបួសហ្នឹងវាកាន់តែធ្ងន់ធ្ងរបន្ថែមទៅទៀតគឺធ្វើម៉េចអាចរុំបង bandage ឬក៏ដាក់រណបឬក៏ដាក់ splint ចឹងទៅប្រដាប់អបហ្នឹងនៅតាមសន្លាក់ហ្នឹងដើម្បីធ្វើយ៉ាងណាការពារកុំឲ្យសន្លាក់ហ្នឹង
ធ្វើចលនាខ្លាំងពេកឬក៏បកជាមានបួសឬក៏កាន់តែជឿចុកចាប់ជាងមុនចឹងទៅអានេះគឺការពារកុំឲ្យការផ្លាត់ឬក៏ក្រិចហ្នឹងវាកាន់តែធ្ងន់ធ្ងរទី2គឺ rest នេះគឺសម្រាប់បើយើងគិតឲ្យទូទៅគឺធម្មតាកំពុងតែមានរបួសយើងត្រូវការឲ្យវាសម្រាប់បន្តិចយើងអត់ត្រូវការឲ្យវានៅទៅធ្វើចលនាខ្លាំងដូចមុនឬក៏ខ្លាំងជាងមុនទេព្រោះធ្វើម៉េចយើងចង់ឲ្យវាមានពេលសម្រាប់សះស្បើយចឹងទៅគឺជៀសវាងសកម្មភាពទាំងឡាយណាដែលបណ្ដាលឲ្យឈឺណាហើយពេលខ្លះទៅដើម្បីដើរបានឬក៏ដើម្បីធ្វើចលនាបានគេអាចប្រើ axillary clutch ហ្នឹងមានន័យថាឈើច្រត់ចឹងទៅគឺថាយើងធ្លាស់កជើងក៏ធ្លាស់ជង្គង់ចឹងទៅយើងអាចដើរបានទេដោយប្រើយើងអាចដើរដោយធម្មតាដែលសង្កត់ទម្ងន់ខ្លួនរបស់យើងទៅលើជើងឬក៏ទៅលើសន្លាក់ដែលកំពុងតែក្រិចឬក៏ធ្លាស់ហ្នឹងទេអញ្ចឹងយើងមានប្រដាប់ជំនួយគឺយើងប្រើឈើច្រត់ដើម្បីដើរធ្វើយ៉ាងណាឲ្យកន្លែងដែលធ្លាស់ហើយនឹងក្រិចឬក៏សន្លាក់ហ្នឹងបានសម្រាប់ចឹងទៅមួយទៀតគឺ arm sling ហ្នឹងមានន័យថាប្រដាប់ព្យួរដៃចេះឧទាហរណ៍ថាយើងមានការធ្លាស់ក្រិចនៅនឹងសន្លាក់កែងដៃឬក៏សន្លាក់កដៃចឹងទៅអញ្ចឹងគឺគេណែនាំឲ្យសំយងចេះប៉ុន្តែយើងត្រូវមានប្រដាប់អានេះធម្មតាយើងមានខ្សែសម្រាប់ទ្រដៃចឹងទៅហើយពាត់នៅមកកចេះអានេះគេហៅគេឲ្យឈ្មោះថា arm sling ពេលខ្លះយើងអត់មានអាហ្នឹងយើងអាចប្រើលក្ខណៈកម្មាក៏បានដែរកម្មាចងហើយអបរុំចឹងទៅចងពាត់មកកអញ្ចឹងដើម្បីទប់ចឹងណាទប់ដៃហើយនៅសន្លាក់របស់យើងហ្នឹងឲ្យធូរកុំឲ្យវាសំយងចុះចាអានេះគឺជាការធ្វើឲ្យសន្លាក់ក៏ដូចជាកន្លែងធ្លាស់ហើយក្រិចហ្នឹងបានសម្រាប់ដែរមួយទៀតគឺ eyes នេះប្រែថាតកអញ្ចឹងគឺគេណែនាំឲ្យស្អំតកឬក៏ផែនតកគេឲ្យឈ្មោះ cold pack នេះគឺស្អំលើសន្លាក់ឬក៏កន្លែងដែលធ្លាស់ឬក៏ក្រិចហ្នឹងឯងសួរថាញឹកញាប់កម្រិតណាអានេះគេណែនាំថា1ឬក៏2ម៉ោងឲ្យស្អំម្ដងចឹងទៅ1ម៉ោងទៅ2ម៉ោងស្អំម្ដងចឹងទៅហើយស្អំម្ដងនេះយូរកម្រិតណាអាច5 10នាទី20នាទីចឹងទៅអត់ទៀងទេណាតាមបងប្អូនចឹងទៅសួរថាស្អំយូរកម្រិតណាលោកយ៉ាងហោចណាស់បាន6ម៉ោងដែរបន្ទាប់ពីធ្លាស់ហើយក្រិចណាជាទូទៅគេណែនាំ1ថ្ងៃឬក៏2ថ្ងៃ2ថ្ងៃក្រោយស្អំយើងនឹងមានអារម្មណ៍ថាធូរស្បើយចឹងទៅអញ្ចឹងអានេះគឺពាក់ព័ន្ធទៅនឹងការស្អំមួយទៀតគឺ compression ហ្នឹងមានន័យថាយើងរុំឬក៏រៀងសង្កត់ឲ្យវាកន្លែងធ្លាស់ហើយហ្នឹងវាតឹងបន្តិចប៉ុន្តែអត់តឹងពេកទេតឹងបន្តិចដើម្បីធ្វើយ៉ាងណាជាការរំដោះជាការទប់ជាការជួយទ្រទ្រង់កុំឲ្យកន្លែងដែលធ្លាស់ឬក៏ក្រិចឬក៏ដែលមានរបួសហ្នឹងមានភាពធ្ងន់ធ្ងរជាងមុនជួយសម្រួលឲ្យធូរស្រាលចឹងទៅយើងអាចរុំដោយប្រើបងរុំ bandage ហ្នឹងដើម្បីធ្វើម៉េចជួយបន្ថយហើមហើយនឹងជួយទប់សន្លាក់របស់យើងមួយទៀតចុងក្រោយគឺ elevation នេះគឺសំខាន់សម្រាប់ជួយក្នុងការកាត់បន្ថយការហើមដែរណាគេណែនាំឲ្យលើកឬក៏កល់កម្ពស់ហ្នឹងឲ្យខ្ពស់ជាងកម្រិតបេះដូងឧទាហរណ៍ថាធ្លាស់នៅកដៃគេឲ្យណែនាំឲ្យគេឲ្យដាក់អាព្យួនប្រដាប់ទ្រហ្នឹងអាកណាត់សម្រាប់ទ្រដៃហ្នឹងហើយគេដាក់ដៃហ្នឹងលើទ្រូងចេះបើចំពោះជង្គង់ឬក៏ជើងអីចឹងទៅពេលហើមឬក៏ពេលធ្លាស់ក្រិចអីចឹងទៅគេណែនាំឲ្យកល់ជើងដោយប្រើភួយឬក៏ដោយប្រើខ្នើយចឹងទៅពិសេសពេលគេងទៅយ៉ាងណាឲ្យកម្រិតឬក៏កម្ពស់កំណល់ហ្នឹងវាខ្ពស់ជាងកម្រិតបេះដូងរបស់យើងអានេះគឺជួយបន្ថយការរលាកក៏ដូចជាបន្ថយនៅការហើមផងដែរអានេះគឺ price មានប៉ុណ្ណឹងឯងបងប្អូនអាចចាំយកទៅប្រើណាហើយបើសិនបើឈឺជប់ចាប់ខ្លាំងយើងអាចញ៉ាំពពួកថ្នាំស្រាលៗបានដែរពួក paracetamol ពួកបញ្ឆាំងរលាកអីពពួក ibuprofen ឬក៏អីចឹងទៅសម្រាប់បន្ថយការរលាកហើយនឹងបំបត្តិឈឺជប់ចាប់ចឹងទៅជាធម្មតាមួយថ្ងៃពីរថ្ងៃដំបូងអាចឈឺបន្តិចអញ្ចឹងយើងអាចញ៉ាំថ្នាំនៅពេលដែលមានអាការៈឈឺចឹងទៅណាសួរថាបន្ទាប់ពីធ្លាស់ហើយនឹងក្រិចហើយសួរថាពេលណាអាចធ្វើចលនាបានវិញលោកគ្រូគេណែនាំជាទូទៅអាចម្ដង2ទៅ3ថ្ងៃក្រោយណា2ទៅ3ថ្ងៃក្រោយបន្ទាប់ពីអន់ឈឺឬក៏ស្រកហើមណាពេលដែលអន់ឈឺឬក៏ស្រកហើមហើយចលនាដំបូងហ្នឹងគឺគេណែនាំឲ្យធ្វើចលនាថ្នមទេគឺគេប្រើពាក្យថា gentle exercise អត់ទាន់ឲ្យប្រើសន្លាក់ហ្នឹងខ្លាំងដូចដើមទេ
អត់តឲ្យអាចប្រើកម្លាំងខ្លាំងហ្មងនេះណាគឺចាប់ដើមម្ដងតិចរហូតដល់ជាធូរស្បើយបាត់ឈឺបាត់អីបាត់ហើមអស់ហើយអាហ្នឹងទៅអនុញ្ញាតឲ្យប្រើសន្លាក់ធម្មតាវិញចឹងទៅអញ្ចឹងប្រធានបទរបស់ថ្ងៃនេះគឺផ្ដោតសំខាន់ទៅលើវិធីសង្គ្រោះបឋមពាក់ព័ន្ធទៅនឹងថ្លោះហើយនឹងក្រិចអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចនឹងជួយឲ្យបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ពុកម៉ែមីមីងបងប្អូនទាំងអស់យល់ដឹងជ្រាបកាន់តែច្បាស់ពាក់ព័ន្ធទៅនឹងថាធ្វើយ៉ាងម៉េចជួយយ៉ាងម៉េចខ្លះពេលដែលមានបញ្ហាថ្លោះហើយនឹងក្រិចអញ្ចឹងទៅពិសេសមួយទៀតបើសិនបើឧទាហរណ៍ថាអាការៈរបស់យើងបន្ទាប់ពីអនុវត្តវិធីសង្គ្រោះបឋមទាំងនេះហើយពី3ថ្ងៃក្រោយឬក៏អាការៈហ្នឹងវាកាន់តែធ្ងន់ធ្ងរទៅឬក៏អត់ធូរអត់ស្បើយកាន់តែមានជាំពិសេសគឺមានស្ពឹកនៅចុងណានៅចុងម្រាមឧទាហរណ៍ថាឆ្លោះកជើងអញ្ចឹងទៅមានស្ពឹកនៅចុងម្រាមជើងឬក៏បើឆ្លោះកដៃអាចមានស្ពឹកនៅចុងម្រាមដៃអីនេះឬក៏មានស្លេកស្វាយអញ្ចឹងទៅឬក៏មានសង្ស័យបាក់ឆ្អឹងបាក់អីអញ្ចឹងទៅអានេះគឺជាយើងត្រូវប្រញាប់ទៅមន្ទីរពេទ្យដើម្បីធ្វើយ៉ាងណាលោកគ្រូពេទ្យគាត់នឹងធ្វើការពិនិត្យមើលហើយនឹងអាចនឹងថត X-ray មើលឆ្អឹងថាតើវាមានបញ្ហាបាក់ឆ្អឹងឬក៏ប៉ះទង្គិចទៅសរសៃឈាមឬក៏សរសៃប្រសាទកន្លែងណាមួយអត់អញ្ចឹងកន្លែងនេះសំខាន់ណាសម្រាប់វិធីសង្គ្រោះបឋមនេះយើងអាចអនុវត្តបានក្នុងករណីស្រាលប៉ុណ្ណោះឯងបាទអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាទអរគុណ